ប្រជាពលរដ្ឋប្រមាណជាង100នាក់បាននាំគ្នាប្រមូលផ្ដុំនិងបិទផ្លូវខាងមុខក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីឲ្យក្រសួងដែនដីជួយអន្តរាគមន៍ទៅក្រុមហ៊ុនលេងនវត្រាប្រគល់ផ្ទះឲ្យពួកគេបន្ទាប់ពីអ្នកតវ៉ាទាំងនេះបានបង់លុយឲ្យក្រុមហ៊ុនរួចហើយអតិថិជនរបស់ក្រុមហ៊ុនលេងនវត្រាដែលបានអះអាងថាជាជនរងគ្រោះនៃគម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនលេងនវត្រាផ្លូវជាតិលេខ 6A បាននាំគ្នាកាន់បដាវែងខ្លីនៅនឹងដៃនិងបានស្រែកទាមទាររកយុត្តិធម៌ទាមទារឲ្យក្រុមហ៊ុនសងប្រាក់ពួកគេវិញប្រសិនបើពួកគេមិនទទួលបានដីឬផ្ទះលោកឡាយហេងតុងពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនរយនាក់ដែលបានទិញផ្ទះក្រុមហ៊ុនលេងនវត្រាអស់រយៈពេលជាង3ឆ្នាំកន្លងទៅបានថ្លែងថាលោកបានបង់លុយឲ្យក្រុមហ៊ុនអស់ហើយតែមិនទាន់ដឹងថាផ្ទះនោះនៅទីណានៅឡើយខណៈកុងត្រាដែលក្រុមហ៊ុនត្រូវប្រគល់ផ្ទះឲ្យលោកបានហួសកំណត់ទៅហើយលោកហេងតុងនិងអ្នកតវ៉ាឯទៀតបានអះអាងថាពួកគេនឹងតវ៉ាបន្តទៀតប្រសិនបើពុំមានដំណោះស្រាយណាមួយសមស្របទោះយ៉ាងណាលោកសេងឡូតអ្នកនាំពាក្យក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានប្រាប់វិទ្យុបារាំង AFE នៅថ្ងៃទី15មករានេះថាក្រុមការងាររបស់ក្រសួងត្រូវការពេលវេលាក្នុងការបន្តកិច្ចការតាមនីតិវិធីនិងជួបជាមួយពលរដ្ឋតវ៉ាដើម្បីជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយរៀងរាល់3ខែម្ដងសូមបញ្ជាក់ថាកាលពីអំឡុងខែធ្នូឆ្នាំ2025ពលរដ្ឋដែលរងគ្រោះដោយគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលេងនវត្រាបាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ 6A ម្ដងហើយការតវ៉ានេះត្រូវបានរំសាយទៅវិញដោយមានការសម្របសម្រួលពីអាជ្ញាធរខេត្តកណ្ដាលនិងបានរៀបចំកិច្ចប្រជុំត្រីភាគីដោយមានការចូលរួមពីពលរដ្ឋជាអតិថិជនអាជ្ញាធរខេត្តកណ្ដាលរួមនឹងក្រសួងដែនដីនិងអង្គការលេងនវត្រាតែក្រុមហ៊ុនមិនបានគោរពកិច្ចសន្យាទេនេះបើតាមការលើកឡើងរបស់លោកឡាយហេងតុងក្រុមហ៊ុនលេងនវត្រាមិនទាន់មានការប្រកាសឬឆ្លើយតបយ៉ាងណានៅឡើយចំពោះការតវ៉ារបស់ពលរដ្ឋនៅខាងមុខក្រសួងដែនដីក្នុងថ្ងៃនេះតែជារឿយៗក្រុមហ៊ុនលេងនវត្រាតែងលើកឡើងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដោយស្នើសុំឲ្យអតិថិជនយោគយល់គណៈក្រុមហ៊ុនក៏ជួបនៅវិបត្តិហិរញ្ញវត្ថុសកលដែរតែពលរដ្ឋរងគ្រោះយល់ថាគ្រាន់តែជាលេសប៉ុណ្ណោះសូមរំលឹកថាគម្រោងយក្សលេងនវត្រាផ្លូវជាតិលេខ 6A ត្រូវបានប្រកាសឡើងកាលពីឆ្នាំ2021ដែលបានគ្រោងសាងសង់ផ្ទះជាច្រើនពាន់ល្វែងលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃពីជាង$20,000រហូតទៅដល់5ឬ$60,000អាស្រ័យលើទំហំនិងស្ថានភាពនៃការបង់រំលោះឬបង់ផ្ដាច់តែគម្រោងនេះទទួលរងនៅការតវ៉ាជាបន្តបន្ទាប់ពីអតិថិជនដោយសារពួកគេមួយចំនួនបានទទួលផ្ទះមួយចំនួនទៀតមិនទាន់បានផ្ទះទោះបង់លុយផ្ដាច់ឬបង់រំលោះហួសកុងត្រាកំណត់ក៏ដោយ